សម្រាប់ថ្ងៃអង្គារ15កើតខែជេឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែមិថុនាឆ្នាំ2025ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរាសីរបស់អស់លោកអ្នកល្អជាមធ្យមដំណើរជីវិតរបស់លោកអ្នកនៅក្នុងថ្ងៃនេះមិនគប្បប្រសើរប៉ុន្មានទេដោយនេះគួរមានការប្រយ័ត្នប្រយែងមុនធ្វើអ្វីៗតែមានការភ្លៀងផ្្លាត់ណាស់លោកអ្នកអាចត្រូវបានគេស្ដីបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផងដែរចំពោះស្នេហាបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមីម៉ាយក្តីកើតមានភាពប្រទាំងប្រទើសឬប្រឆាំងគ្នាច្រើនចំពោះការងារសម្រាប់ការងាររបស់លោកអ្នកហាក់មិនសូវរលូនទៅមុខប៉ុន្មានទេការងាររបស់អ្នកហាក់រវល់បន្តិចតែក៏មិនមានបញ្ហាអ្វីចោទទេចំពោះអ្នកប្រកបរបររកស៊ីឬមុខជំនាញតូចធំពុំសូវសម្បូរទេព្រោះបើមិនមកហួសក៏ត្រូវអ្នកដតីដណ្ដើមយកអស់មុនដែរចំពោះការធ្វើដំណើរទីជិតទីឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទៅប្រសើរសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ4លេខ1និងលេខ8និងលេខគូមានដូចជាលេខ61និងលេខ19ពណ៌ដែលនាំសំណាងគឺពណ៌ស្រកានាគពណ៌បៃតងនិងពណ៌មង្ឃុតសម្រាប់ទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងជើងនិងទិសឦសានសូមខមមិនលេខ167ដើម្បីទទួលលាភទទួលសំណាងនៅថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតថ្ងៃនេះលោកអ្នកមានការណាត់ជួបជុំពីសំណាក់មិត្តភ័ក្តិឬអ្នកស្គាល់គ្នាដែលខានជួបគ្នាយូរដើម្បីពិភាក្សាគ្នាពីការនឹករលឹកឬអាចនឹងមានការពីការនឹករលឹកឬអាចនឹងមានការបង្ហាញផ្លូវលើរឿងល្អៗសម្រាប់អ្នកបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរច្រើនតែមិនគួរផ្ដល់លុយកាក់ទៅអ្នកដទៃដើម្បីខ្ចីឬជួយគេនោះទេចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរច្រើនតែមានភាពមមាញឹកបន្តិចដោយសារតែមិត្តរួមការងាររបស់អ្នកអាចនឹងមានធុរៈដែលធ្វើឲ្យលោកអ្នកត្រូវបំពេញការងារជំនួសគេច្រើនតែអ្វីដែលអ្នកធ្វើនឹងហុចផ្លែផ្កានៅថ្ងៃក្រោយមកវិញសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះមានការគាំទ្រច្រើនពីភ្ញៀវនិងអាចមានគេនាំលៀបយកមកឲ្យដល់កន្លែងផងដែរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកហាក់មានការយកចិត្តទុកដាក់ចំពោះគ្នាច្រើនជាងសពមួយដងការធ្វើដំណើរទីជិតទីឆ្ងាយសប្បាយរីករាយមិនគួរទៅតំបន់សមុទ្រទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺមានលេខ4លេខ2និងលេខ1និងលេខគូមានដូចជាលេខ12និងលេខ73ពណ៌ដែលនាំសំណាងគឺពណ៌ខ្មៅពណ៌ស្វាយនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចជួបរឿងសំបំណងខ្លះនិងមិនសំបំណងខ្លះអាស្រ័យលើទឹកមុខរបស់អ្នករាល់កិច្ចការអ្វីហាក់ទាមទារឲ្យលោកអ្នកខិតខំយ៉ាងខ្លាំងតែក៏ទទួលបានផ្លែផ្កាខ្លះដែរលោកអ្នកគួរតែមានចិត្តអត់ធ្មត់ដីដែលគេនិយាយឌឺដងមកកាន់យើងព្រោះនិស្ស័យរបស់យើងតែងតែជួបរឿងបែបហ្នឹងបើយើងយកចិត្តទុកដាក់នឹងរឿងតូចអាចទៅជារឿងធំក៏ថាបានអ្នកគួរតែស្ដាប់គេនិយាយឲ្យបានច្រើនជាងការនិយាយរបស់អ្នកព្រោះអ្នកជាមនុស្សដែលនិយាយច្រើនហើយការនិយាយនោះច្រើនតែនាំរឿងមិនល្អមកកាន់លោកអ្នកយល់ល្អអ្នកគួររៀនយកសម្ដីអ្នកដទៃដែលនិយាយទៅស្ដាប់ពីរោះទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមកវិញចំពោះរឿងការងាររបស់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខជាធម្មតាទេតែលោកអ្នកគួរតែពិនិត្យលើការងាររបស់លោកអ្នកម្ដងហើយម្ដងទៀតព្រោះលោកអ្នកអាចនឹងមានចំណុចខ្វះខាតត្រង់ចំណុចណាមួយដែលអាចឲ្យលោកអ្នកមានការស្ដីបន្ទោសពីថ្នាក់លើឬពីមេរបស់លោកអ្នក
តែបើលោកអ្នកព្យាយាមមើលបានច្រើនសារយកចិត្តទុកដាក់អ្នកនឹងទទួលបានការកោតសរសើរពីថ្នាក់លើជាមិនខានលោកអ្នកអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍លើមុខនឹងកាយវិការរបស់អ្នកតែគួរប្រយ័ត្នលើសម្ដីរបស់អ្នកបើនិយាយបានល្អអាចធ្វើឲ្យដៃគូសហការមានជំនឿចិត្តរកស៊ីជាមួយអ្នកប្រកបដោយទំនុកចិត្តនិងលូតលាស់ទៅមុខយ៉ាងល្អចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពអែមល្ហែមខ្លាំងណាស់ថ្ងៃនេះលោកអ្នកមិនមានការតតេញអ្វីទេជាមួយដៃគូរបស់អ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមមួម៉ៅក្តៅក្រហាយវាអាចបង្កនឹងផ្លូវអារម្មណ៍ហាមមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកយ៉ាងហោចណាស់2 ទៅ 3 ម៉ោងដើម្បីបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមការកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់អ្នកគឺលេខ6លេខ1និងលេខ2និងលេខគូមានដូចជាលេខ22និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌លឿងនិងពណ៌ទឹកក្រូចទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីរបស់អស់លោកអ្នកល្អជាមធ្យមចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកហាក់មានគំនិតនិងជំនាញខាងវិជ្ជាជីវៈកើនឡើងលោកអ្នកអាចបង្កើតគម្រោងថ្មីឬជជែកពិភាក្សាបានដោយជោគជ័យនៅក្នុងថ្ងៃនេះថាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេនៅក្នុងថ្ងៃនេះទោះជាមានការតាក់ពាក្យសម្ដីបន្តិចបន្តួចក្តីតែក៏ស្នេហាអស់លោកអ្នកមានភាពស្មោះត្រង់នឹងគ្នាចំពោះការងាររបស់អស់លោកអ្នកប្រកបដោយប្រក្រតីតែលោកអ្នកអាចនឹងមានការងារច្រើនជាងសពមួយដងដូច្នេះវាសំខាន់ណាស់ដែលលោកអ្នកត្រូវចេះបែងចែកការងារឲ្យល្អប្រសើរក្នុងពេលស្របគ្នានេះដែរការងារខាងក្រៅហាក់មានភាពរគូររកើច្រើនដែលធ្វើសកម្មភាពការងាររបស់អ្នករងឥទ្ធិពលច្រើនផងដែរដូច្នេះសូមពិនិត្យលើការងាររបស់លោកអ្នកឲ្យបានល្អិតល្អន់មុននឹងចេញជាលទ្ធផលសម្រេចចំពោះការធ្វើដំណើរលោកអ្នកមិនគួរធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយទេជាពិសេសកន្លែងដែលមានទឹកជ្រៅឬនៅព្រៃជ្រៅសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ6លេខ7និងលេខ9និងលេខគូមានដូចជាលេខ67និងលេខ79ពណ៌ដែលនាំសំណាងគឺពណ៌លឿងពណ៌ផ្ទៃមេឃនិងពណ៌ត្នោតទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងជើងនិងទិសឦសានសូមខមមិនលេខ881ជាលេខសំណាងនិងនាំលាភជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីថ្ងៃនេះមិនសូវល្អទេចំពោះមនុស្សស្រីអាចមានរឿងច្រើនជាងបុរសបន្តិចហើយការប្រកបការងារក្នុងថ្ងៃនេះវិញឃើញថាមានភាពជឿនលឿនទៅមុខគួរសមហើយក៏តែងតែជួបនឹងផលលំបាកក៏ដូចជាជួបនៅឧបសគ្គខ្លះៗលាយឡំជាមួយនឹងលាភសំណាងតិចតួចផងដែរចំពោះអ្នកប្រកបរកស៊ីជួញដូរចំនួនឆ្ងាយចិត្តមានការប្រែប្រួលពីល្អប្រែជាអាក្រក់ច្រើនហើយដូច្នេះគួរមានការប្រយ័ត្នប្រយែងដោយឡែកចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំព្រហ្មចារីឬស្វាមីភរិយាទាំងរៀបការថ្មីថ្មោងឬចាស់វស្សាក្តីក្នុងរយៈពេលនេះចូលប្រយ័ត្នអ្នកទី3ចូលមកជ្រៀតជ្រែកបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនសូវមានច្រើននោះទេគឺអាចបានត្រឹមមួយរស់ទេការធ្វើដំណើរជាទីចិត្តទីឆ្ងាយគួរប្រុងប្រយ័ត្នការធ្វើដំណើរទៅតំបន់ភ្នំព្រោះអាចមានភ្លៀងធ្វើឲ្យអ្នករអិលសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ9និងលេខ7និងលេខគូមានដូចជាលេខ93និងលេខ36ពណ៌ដែលនាំសំណាងគឺពណ៌ល្មៀតពណ៌ផ្កាឈូកនិងពណ៌សទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងកើតនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកមានអារម្មណ៍មិនសូវស្រឡះក្នុងខ្លួនដោយសារតែបញ្ហាគិតច្រើនដោយសាររាសីថ្ងៃនេះមិនសូវល្អសូមកាត់បន្ថយការគិតរឿងដែលកន្លងដែលមិនទាន់ចេញដោះមិនទាន់ចេញត្រូវប្រើសកម្មភាពធ្វើរឿងថ្មីឲ្យល្អលុះដល់ថ្ងៃដែលរាសីល្អបន្តិចសឹមយើងគិត
tới ai rục phơi bàn hai ní kê hào thá kịch kê hào thá kịch ở chòm pê trong pua rương càng nghĩa sầm rập ở lục nè đại miên càng nghĩa chiประจำcàng nghĩaរបស់ở lục nèនៅក្នុងថ្ងៃនេះមានការផ្ទាំងផ្លាត់ច្រើនដោយសារតែខ្វះការប្រុងប្រយ័ត្ននិងលោកអ្នកហាក់ធ្វើការមិនបានពេញដៃដោយសារតែគិតច្រើនលើរឿងក្រៅពីការងារសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពធម្មតាពុំមានការប៉ះពាល់អ្វីឡើយហើយមួយរយៈនេះលោកអ្នកគួរខិតខំរកអ្វីថ្មីដើម្បីបន្ថែមលើមុខរបរបន្តិចទៀតអាចនឹងមានការចាប់អារម្មណ៍ពីភ្ញៀវផងដែរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកនាងគូនិងអ្នកនៅលាវលោកអ្នកមានភាពផ្អែមល្ហែមដូចធម្មតាទេការធ្វើដំណើរពីជិតឆ្ងាយមានភាពសុខដុមរមនានិងមានអ្នកមានបុណ្យតាមថែរក្សាសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ2លេខ7និងលេខគូមានដូចជាលេខ33និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌បៃតងពណ៌ខ្មៅនិងពណ៌លឿងទុំទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសពាយកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរិស័យថ្ងៃនេះល្អបង្គួរថ្ងៃនេះលោកអ្នកអាចនឹងជួបមនុស្សមកពីចម្ងាយនាំរឿងល្អមកប្រាប់ហើយលោកអ្នកហាក់មានបំណងចង់ផ្លាស់ប្ដូរកន្លែងការងារក៏អាចពឹងពាក់គេបានដែរបើនិយាយពីបញ្ហាលុយកាក់សម្រាប់លោកអ្នកក្នុងថ្ងៃនេះមានភាពល្អប្រសើរច្រើននិងចំណូលអាចបានមកពីការសងប្រាក់ពីអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំលោកអ្នកនឹងត្រូវបានគេជួយជ្រោមជ្រែងស្រឡាញ់រាប់អានច្រើនបើមានបំណងផ្លាស់ប្ដូរការងារឃើញថានឹងទទួលបានជោគជ័យព្រោះជើងលេខរបស់អ្នកដ៏ប្រសើរសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញចូលដោយសពដងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលាវលោកអ្នកមានការយោគយល់គ្នាច្រើនហើយអាចមានកាដូពីដៃគូផងដែរការធ្វើដំណើរទីជិតទីឆ្ងាយមានអ្វីជាបញ្ហាទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ82ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសបស្ចិមសូមខមមិនលេខ344ដែលជាលេខមង្គលនាំលៀបនាំប្រាក់ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែរាសីរបស់អស់លោកអ្នកល្អបង្គួរចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកអាចជួបរឿងល្អច្រើនដែរនៅក្នុងថ្ងៃនេះលោកអ្នកគួរញញឹមឲ្យបានច្រើនទៅមនុស្សជុំវិញខ្លួនជាពិសេសអ្នកជិតខាងរបស់អ្នកថ្ងៃនេះលោកអ្នកនឹងអាចជួបសាច់ញាតិដែលបានបែកបាក់គ្នារាប់ឆ្នាំផងដែរចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេលោកអ្នកអាចមានការទាស់សម្ដីគ្នាបន្តិចបន្តួចតែមិនមានរឿងអ្វីជាធំដុំទេសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូថ្ងៃនេះជាថ្ងៃល្អដែលលោកអ្នកបានជួបគូព្រេងរបស់លោកអ្នកគួរតែក្តាប់ឱកាសនេះឲ្យបានលោកអ្នកគួរតែតាក់ទងទៅគេមុនឬនិយាយទៅគេមុនពីព្រោះបើបាត់បង់ឱកាសនេះលោកអ្នកនឹងមិនងាយមានឱកាសល្អបែបនេះទេចំពោះការងារសម្រាប់លោកអ្នកដែលធ្វើការតាមស្ថាប័នក្រុមហ៊ុននានាការងាររបស់លោកអ្នកមានសភាពធម្មតាមិនមានអ្វីប្លែកទេតែលោកអ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះអ្នករួមការងាររបស់អ្នកព្រោះគេធ្វើបាបអ្នកពីក្រោយខ្នងចំពោះអ្នកធ្វើជំនួញមុខរបរលោកអ្នកហាក់មានសកម្មភាពធម្មតាដែរលោកអ្នកលក់ដាច់ជាធម្មតាមិនដែរលោកអ្នកលក់ដាច់ជាធម្មតាមិនមានកំណើនការលក់អ្វីច្រើនទេចំពោះការធ្វើដំណើរកម្សាន្តគឺកម្សាន្តពីចិត្តជាជាងពីឆ្ងាយតែលោកអ្នកមិនគួរដើរកម្សាន្តទៅកាន់ទីកន្លែងដែលមានទឹកជ្រៅឬភ្នំដែលមានជ្រោះជ្រៅទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ1លេខ5និងលេខ9និងលេខគូមានដូចជាលេខ49និងលេខ91ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌សណ្តែកបាយនិងពណ៌ការ៉ុតទិសដែលនាំសំណាងគឺទិសខាងជើងទិសខាងត្បូងនិងទិសឦសានចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកអាចជួបរឿងសៅហ្មងក្នុងចិត្តរៀងរាល់កិច្ចការអ្វីហាក់មិនសមប្រកបចិត្តរបស់អស់លោកអ្នកទេ
លោកអ្នកគួរតែមានចិត្តអំណត់និងបើកចិត្តឲ្យទូលាយពីព្រោះការនិយាយស្ដីរបស់លោកអ្នកសម្រាប់ថ្ងៃនេះអាចបង្កជារឿងរ៉ាវពីគ្មានរឿងអាចទៅជាមានរឿងហើយរឿងតូចអាចទៅជារឿងធំក៏ថាបានអ្នកមិនគួរតបតអ្វីទាំងអស់នោះរឿងទាំងបំប៉ាល់ម៉ានដែលចូលក្នុងជីវិតអ្នកនឹងបានធូរស្រាលក្នុងរយៈពេលដ៏ខ្លីចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មិនមានភាពរលូនទៅមុខទេលោកអ្នកគួរតែពិនិត្យលើការងាររបស់លោកអ្នកម្ដងហើយម្ដងទៀតព្រោះលោកអ្នកអាចមានចំណុចខ្វះខាតត្រង់ចំណុចណាមួយហើយលោកអ្នកអាចនឹងមានការស្ដីបន្ទោសពីថ្នាក់លើឬពីមេរបស់អស់លោកអ្នកនឹងអាចមានការកាត់ប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅក្នុងថ្ងៃនេះសម្រាប់អ្នកលក់ដូរមានឱកាសថ្មីច្រើនដោយមុនស្នេហ៍សម្ដីនឹងទឹកមុខរបស់អ្នកធ្វើឲ្យដៃគូសហការមានជំនឿចិត្តរកស៊ីជាមួយអ្នកប្រកបដោយផ្លែផ្កាយ៉ាងរលូនទៅមុខចំពោះស្ថានភាពគ្រួសារលោកអ្នកមានភាពផ្អែមល្ហែមខ្លាំងណាស់ថ្ងៃនេះលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់លោកអ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នចំពោះក្រពះថ្លើមនិងថង់ប្រមាត់សូមជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេកនិងការគ្រប់គ្រងរបបអាហាររបស់លោកអ្នកប្រសិនបើលោកអ្នកមានណាត់លោកអ្នកត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ4និងលេខ9និងលេខគូមានដូចជាលេខ34និងលេខ49ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសឦសានចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីថ្ងៃនេះល្អបង្គួរលោកអ្នកអាចជួបរឿងហេងរឿងលៀបដោយមិនដឹងខ្លួនរាល់កិច្ចការអ្វីៗហាក់មានភាពល្អប្រសើរច្រើនដោយសារតែស្នាដៃនិងរាសីរបស់អ្នកឡើយលោកអ្នកគួរតែតាំងចិត្តឲ្យបានស្ងប់ស្ងាត់និងធឹងដោតលើការងារនោះលោកអ្នកនឹងទទួលបាននៅរឿងល្អៗចូលមកលោកអ្នកគួរសាងចិត្តល្អចិត្តបុណ្យទៅកាន់អ្នករត់ដើម្បីឲ្យដួងរាសីកាន់តែមានពន្លឺហើយជៀសវាងការនិយាយមិនល្អពីអ្នកដទៃព្រោះអ្នកស្ដាប់អ្នកអាចជាសត្រូវរបស់អ្នកយកល្អអ្នកគួររៀននិយាយល្អពីអ្នកដទៃឲ្យបានច្រើននិងបង្ហាញអំពើល្អអ្នកទៅកាន់អ្នកដែលអ្នកនិយាយជាមួយទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមានគេតាមថែរក្សាចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខមានការកោតសរសើរពីចៅហ្វាយនាយតែលោកអ្នកគួរតែខិតខំបំពេញការងារឲ្យបានពេញដៃជាងសពមួយដងព្រោះលោកអ្នកអាចមានផ្កាយសំណាងជួយក្នុងថ្ងៃនេះដើម្បីតារាសាស្ត្របានទៅដល់គោលដៅទទួលបានការកោតសរសើរពីថ្នាក់លើផងដែរលោកអ្នកអាចនឹងមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុខធ្វើឲ្យដៃគូសហការឬភ្ញៀវមានជំនឿចិត្តមកលើអ្នកដែលធ្វើឲ្យមុខរបររបស់លោកអ្នកលូតលាស់ទៅមុខយ៉ាងល្អប្រសើរចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពធម្មតាដូចរាល់ដងលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់លោកអ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺឈឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមកាលកំណត់
សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ5លេខ3និងលេខ8និងលេខគូមានដូចជាលេខ60និងលេខគូមានដូចជាលេខ66និងលេខ33ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌ក្រហមនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសបូព៌ាចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងទាំងឡាយតែងតែបានហុចផលបានផ្លែបានផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកអាចបណ្ដាក់ទុនរកស៊ីលក្ខណៈទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដោយសពមួយដងចំណែកឯបញ្ហាស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ2លេខ9និងលេខ6និងលេខគូមានដូចជាលេខ42និងលេខ18ពណ៌ដែលនាំសំណាងគឺពណ៌មាសពណ៌ក្រហមនិងពណ៌បៃតងទិសដែលសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសពីយកសូមខមមិនលេខ962ជាលេខសំណាងនាំលៀបនាំជោគនាំជ័យជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុររាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកមានភាពជឿជាក់លើខ្លួនឯងនិងមានគេតាមជួយជ្រោមជ្រែងមិនថានៅទីកន្លែងណាទេលោកអ្នកមានអារម្មណ៍ស្រស់ស្រាយធ្វើអ្វីក៏បានសម្រេចដូចក្តីបំណងប្រាថ្នាបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរតែគួរចាយវាទៅជៀសវាងការចំណាយលើរឿងដែលមិនគួរចំណាយចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរទៅមុខទោះថ្ងៃនេះលោកអ្នកមិនបានខំប្រឹងប្រែងក៏ដោយតែហាក់មានការសរសើរពីចៅហ្វាយនាយលើរឿងដែលលោកអ្នកបានធ្វើកន្លងមកតែបើថ្ងៃនេះលោកអ្នកខិតខំធ្វើឲ្យបានល្អថែមទៀតលោកអ្នកនឹងអាចទទួលបានរង្វាន់ជាការលើកទឹកចិត្តអាចបានឡើងឋានៈឬឡើងប្រាក់ខែផងដែរចំពោះស្ថានភាពគ្រួសារលោកអ្នកមានការយល់ចិត្តគ្នាច្រើនដោយសារតែថ្ងៃនេះទឹកមុខអ្នកស្រស់ស្រាយបានធ្វើឲ្យដៃគូមានភាពកក់ក្ដៅជាមួយអ្នកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសប្បាយរីករាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ6លេខ2និងលេខ8និងលេខគូមានដូចជាលេខ19ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសអាគ្នេយ៍បាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានកាប់ជាករិស័យរបស់លោកគ្រូសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហេងទាំងអស់គ្នាបាទជាពិសេសសូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការព្យាករណ៍រិស័យប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យពីលោកគ្រូជាបន្ត